បងចឹងវីដេអូបន្ទាប់នេះខ្ញុំបង្ហាញបងតាក់ទងជាមួយនឹងinventory confirm មានថាពេលយើង transfer ហើយយើងត្រូវមានអ្នក confirm អញ្ចឹងណាបងអញ្ចឹងយើងធ្វើការចូលមកកាន់ពាក្យថា inventory បន្តមកទៀតបងចូលទៅកាន់ពាក្យថា transaction បងអូនមកខាងក្រោមនឹងឃើញពាក្យថា inventory transfer confirm ហ្នឹងហើយអញ្ចឹងបងចុចទៅកាន់ពាក្យហ្នឹងមកនេះអញ្ចឹងកន្លែងនេះបង select delivery person មួយមកបាទអញ្ចឹងបង select មួយហើយបងធ្វើការមក select កន្លែង copy from នេះបាទអញ្ចឹងបង copy ពី transfer មកបងដោយសារមុនហ្នឹងបងធ្វើ process transfer ត្រូវផ្ទេអញ្ចឹងកន្លែងនេះយើង confirm យើងក៏ copy ពី transfer មកបងអញ្ចឹងយើងធ្វើការ select ពី transfer មកយើងនឹងឃើញវិក័យប័ត្រដែលយើងបានផ្ទេបងមានលេខ invoice ដែលយើងបានផ្ទេមួយហ្នឹងណាបាទជាមួយនឹងថ្ងៃខែ posting date ហើយនឹង time ដែលបងបានផ្ទេហ្នឹងអញ្ចឹងយើងគ្រាន់ធ្វើការ select មកឧទាហរណ៍ខ្ញុំយកលេខ transfer មួយនេះមកអញ្ចឹងមុនហ្នឹងខ្ញុំបាន transfer Vital ចំនួន10បាទពីwarehouse ឃ្លាំងរបស់ខ្ញុំអញ្ចឹងខ្ញុំអត់គិតអីច្រើនទេខ្ញុំគ្រាន់តែធ្វើការចុច add មកបងវានឹង confirm ហើយបងបញ្ជាក់ហើយកន្លែងនេះបងអាចសរសេរ reason ជាក់ស្ដែងដែលបងចង់បំពេញបានបងសរសេរហើយអាច add ទៅវានឹង confirm មកយើងហើយអញ្ចឹង process ការងារហ្នឹងមានប៉ុណ្ណឹងបង